there ហើយនឹង there ខុសគ្នាមិនទៅហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះដែរteacher នឹងបង្ហាញពីភាពខុសគ្នាដើម្បីកុំឲ្យយើងយល់ច្រឡំទៀតទៅលើការប្រើប្រាស់ពាក្យទាំង3ហ្នឹងនៅពេលក្រោយដែលទី1ពាក្យថា there នេះគឺសំដៅទៅលើទីកន្លែងឥឡូវយើងមកមើលឧទាហរណ៍ let's go over there តោះទៅខាងនោះហ្នឹងហើយតោះទៅនោះហ្នឹងហើយចុះ there នេះវិញដែលការបញ្ចេញសេរីរបស់វាដូចទៅនឹង there នេះគ្រាន់តែខុសអីខុសការប្រកបថា their there shows ownership បង្ហាញពីជាភាពម្ចាស់កម្មសិទ្ធិឧទាហរណ៍ this is their house នេះគឺជាផ្ទះរបស់ពួកគេឃើញទេ there នេះបើយើងបកប្រែជាខ្មែរគឺពួកគេនឹងឯងចុះ there នេះវិញគឺវាមកពីពាក្យ they are ហ្នឹងហើយគឺ they បូកជាមួយនឹង verb to be are ឯងប៉ុន្តែនេះគឺគេទៅសេកាត់ហ្នឹងហើយ short form គឺ they are ឧទាហរណ៍ they are eating in the restaurant they are eating in the restaurant មានថាពួកគេកំពុងតែញ៉ាំអីនៅក្នុងភោជនីយដ្ឋានអូខេអញ្ចឹងទីចាសសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យអ្នកនរនេះកាន់តែយល់ច្បាស់បន្ថែមពីភាពខុសគ្នារវាងពាក្យទាំង3ហ្នឹងហើយឈប់មានការភ័ន្តច្រឡំនៅក្នុងការប្រើប្រាស់វាទៀតមិនថាទៅលើការសរសេរឬក៏ការនិយាយអូខេ Thank you so much សួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ពាននីមួយៗដូចជា Speaking, Reading, Grammar និង Writing តោះនៅចាំពេលទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នាបាយបាយ